Bon, susah. Mimsu alun nening kanya. Mimin jita nak sedap kam beti kepet medek mang jeti goro. Nische neti kepet medek mang. Somchun ka caparam tau neng pretika ontra jet. បាទថ្ងៃនេះបន្តព្រឹត្តិការណ៍អន្តរជាតិនឹងជាពិសេសបន្តនិយាយចាប់ឆាយនៅក្នុងរឿងនយោបាយរបស់ច្រំដែលល្អហើយដែលត្រូវបានពពួរអ្នកពុករលួយនឹងកាប់មូលបង្កាច់ផ្សេងទៅនឹងកម្មវិធីនយោបាយរបស់គាត់នឹងថ្ងៃនេះជាថ្ងៃទី2ខែឧសភាខែ5ឆ្នាំ2025គេហៅថាច្រំបានសរុបទៅក្នុងរយៈកាលតែ100ថ្ងៃនឹងគាត់បានធ្វើអីខ្លះហើយបានសម្រេចជោគជ័យល្មិចខ្លះនៅក្នុងរឿងបំបត្តិក្រសួងមួយចំនួនហ្នឹងនឹងនិយាយនេះហ្នឹងដើម្បីជម្រាបជូនអំពីថវិកាឧទាហរណ៍ដូចជាថវិកាគម្រោងឥឡូវនេះថវិកាសម្រាប់ឆ្នាំ2026នឹងមានរួមទាំងការកាត់ផ្សេងទៅនឹងឃើញថាអាចរំលោះដល់1ឬក៏2000លាននៅមិនទាន់ច្បាស់ទេវានៅតែកំពុងតែធ្វើបន្តទៅទៀតប៉ុន្តែបងប្អូនដែលធ្លាប់ឮហូរហែមកហើយនឹងឧទាហរណ៍ដូចជា USAID នឹងឯងដែលស្ដាយខ្លាំងណាស់ដែលគេលុបចោលនឹងតាមពិត USAID នឹងបានជួយប្រទេសក្រនឹងឯងជាច្រើនអានឹងជាការពិតចឹងណាក៏ប៉ុន្តែបងប្អូនឃើញស្រាប់ហើយជួយប្រទេសក្រជាច្រើននឹងហើយបង្កើតការពុករលួយនៅការជួយនឹងឯងវាវល់វក់ពេញតែនឹងខ្ទេចខ្ទីអស់និយាយនឹងនិយាយស្ដាយនឹងមិនមែនចង់និយាយថា USAID នឹងមិនគួរលុបចោលមិនមែនចឹងទេស្ដាយនៅត្រង់ថាប្រសិនបើកម្មវិធីអស់នឹងឯងដើរទៅវាអត់វាចផលប្រយោជន៍ដល់ប្រទេសតូចតាចជាច្រើននឹងឯងបានផលប្រយោជន៍ច្រើនណាស់ខ្មែរយើងក៏បានផលប្រយោជន៍ពីនឹងច្រើនណាស់ដែរជួយនឹងមិនមែនត្រឹមតែរឿងប្រជាធិបតេយ្យហើយនឹងរឿងសិទ្ធិមនុស្សអីទេគឺជួយតាំងពីអង្គការសុខភាពពិភពលោកដែលរដ្ឋាភិបាលអាមេរិកបានជួយអង្គការសុខភាពពិភពលោកនឹងដោយផ្ទាល់ទៅហើយតាមរយៈអង្គការសហប្រជាជាតិនឹងណាក្នុងនាមវិភាគទានរបស់ប្រទេសអ្នកមាននឹងចូលទៅអង្គការសុខភាពពិភពលោកតាមរយៈអង្គការសហប្រជាជាតិអង្គការសុខភាពពិភពលោកនេះអង្គការសហប្រជាជាតិនឹងប្រាប់ហើយណាដល់អញ្ចឹងទៅអង្គការសហប្រជាជាតិសុខភាពពិភពលោកបានផលច្រើនណាស់ទៅប្រទេសក្រដូចយើងអញ្ចឹងណាក៏ប៉ុន្តែដែលគេលុបទៅនឹងដែលពុករលួយហើយមិនមែនត្រឹមតែពុករលួយទេបងប្អូនគឺធ្វើនយោបាយកុម្មុយនីសនឹងយកអាលុយនឹងប្រវែចុះប្រវែឡើងក្នុងនាមពុករលួយនឹងដើម្បីបំរើនយោបាយកុម្មុយនីសហើយសុទ្ធតែជាអាមេរិកបងប្អូនគិតមើលសុទ្ធមិនដឹងថាទាំងអស់ឬទេប៉ុន្តែភាគច្រើននឹងសុទ្ធតែជាអាមេរិកនៅក្នុងនយោបាយនឹងផងដែរបំផ្លាញស្មាស់តែដៀលអាមេរិកនឹងផងដែរនៅក្នុងនឹងពីព្រោះវាជានយោបាយរបស់កុម្មុយនីសនយោបាយរបស់ឆ្វេងនឹងឯងបំរើនយោបាយនឹងវាតែងតែជេរទៅអាមេរិកហើយដូចជា
mỗi tiết đã lưu của tiết họ thả lọ nó cứ đôi chỉ radio VOA Azizray xong chỉ biết thả VOA Azizray nó ban dạy du hai thả rất thà bị ba nè lúc choแต่มาดองเต้าlúc choแต่มาดองเต้าnó dạy bị riêng thả việc duplicate việc thơ ca chọn lừa kia VOA nâng ấy sọc dương bị đám dương sẽ đáp tờ VOA đã bảo bộ sọc dương bị đám dương sẽ đáp tờ VOA nâng bà này bỏ miền bỏ được tê nhảy này bị đám dương sẽ đáp tờ VOA đấy có bản thân đôi chỉ năm 8 พลาย90អីហ្នឹងឯងដែលអ៊ំផ្លេចទៅហើយណែគេបន្ថែមអាស៊ីសេរីកាលហ្នឹងឯងប្រថែមដើម្បីជួយផ្ដល់ព័ត៌មានឲ្យខាងប្រទេសកុម្មុយនីសជាពិសេសប្រទេសចិនឯអស់ហ្នឹងឯងឲ្យបានយល់ដឹងអំពីការពិតរបស់នយោបាយអន្តរជាតិនឹងរបៀបណាពីព្រោះប្រទេសកុម្មុយនីសចិនហ្នឹងជាពិសេសហ្នឹងឯងគឺបំភាន់បន្លំបំភាន់កាច់មូលសពបែបយ៉ាងនយោបាយរបស់កុម្មុយនីសតែតែធ្វើអញ្ចឹងដល់អញ្ចឹងទៅអាស៊ីសេរីនេះកើតឡើងអាស៊ីសេរីកើតឡើងនឹងដែលថាអង្គការអីក៏ដោយនៅក្នុងរដ្ឋាភិបាលមិនថាតែរដ្ឋាភិបាលអាមេរិកទេបងប្អូនរដ្ឋាភិបាលប្រទេសណាដូចប្រទេសណាបងប្អូនចាំមើលទៅរដ្ឋាភិបាលប្រទេសថៃឥឡូវនេះក៏ដើរតាមតែអាមេរិកមែនឥឡូវនេះដើរតាមមករហូតនឹងដល់អញ្ចឹងទៅឃើញអង្គការមនុស្សធម៌ផ្សេងឯណាមែនថាសុទ្ធតែអត់កើតទេណាប៉ុន្តែចង់និយាយថាគេថា copy តែអញ្ចឹងហួយថា copy តែអញ្ចឹងទៅនឹកថាវាទៅជាបង្កើតការចាយលុយតែប្រទេសតែផ្ដាស់ថែមទៀតដែលមិនចាំបាច់ដោយបាននិយាយពីរឿងណែយូរមកហើយនិយាយពីរឿងថាអាស៊ីសេរីVOA នឹងធ្វើការជន់លើគ្នាហើយណែតែបដ ாய் ទុកតែពីរនឹងវាបង្កើតឲ្យវាបំពងពោះរៀងខ្លួនសុំលុយថែមសុំធ្វើកម្មវិធីពីព្រោះមួយឆ្នាំឡើងអង្គការអស់ហ្នឹងគេតែងតែធ្វើគេតែងតែធ្វើថាវិការឬក៏គេធ្វើថាការ5ឆ្នាំអីចឹងឬក៏ថា3ឆ្នាំឬថា1ឆ្នាំនោះគេតែងតែធ្វើរបាយការណ៍ទៅណាថាទៀមទាថាធ្វើថែមទៀតបន្ថែមនាយកដ្ឋាននេះបន្ថែមយកកណាននោះទៅតាមការប៉ាន់ស្មានទៅវាត្រូវចំណាយលុយអស់ប៉ុណ្ណេះទៀតបើអញ្ចឹងសុំក្តីអនុម័តនៃថាវិការនឹងឡាចឹងដល់ទៅអ្នកដែលសញ្ញេគេដឹងតែពីសញ្ញេទៅហើយទៅសភានឹងអត់បានមើលទេដោយបងប្អូននិយាយដោយបាត់ជម្រាបជូនថាដែលសភាអាមេរិកនេះខ្លាយទៅជាខ្វាក់ដោយសារតែនយោបាយរបស់គណៈបកហ្នឹងគេធ្វើឲ្យវាខ្វាក់អញ្ចឹងតាមពិតទៅភាគច្រើននឹងអត់ដឹងអីទេពីព្រោះអត់ដឹងអីមិនលើកឧទាហរណ៍ថាគេធ្វើឲ្យអាសន្នការបោះឆ្នោតកញ្ចប់ថវិកានេះគេធ្វើឲ្យអាសន្នទៅដល់ប្រហែលតែ2 3ថ្ងៃអូអាសន្នទៀតហើយអាសន្នទៀតហើយម៉ាននេះត្រូវតែអនុម័តថវិកានេះឲ្យអត់មានពេលមើលទេ1000 2000 3000 4000 5000ស្លឹកមកអត់មានពេលមើលទេទៅមានគណៈកម្មការនឹងចាត់ចែងនឹងទៅហើយគណៈបកនឹងប្រាប់គណៈបករបស់ខ្លួនថាបោះឲ្យទៅអីណាចឹងវាចេញទៅជាអញ្ចឹងដល់អញ្ចឹងទៅចំនួនសភាវាលែងមានន័យអីទៀតហួយតែធ្វើការអញ្ចឹងអត់មានដឹងថាគេស៊ីខងស៊ីលើឲ្យបំពងបន្ថែមខ្លាញ់ឲ្យចែកចាយថែមទៀតនោះទេអត់ទេដល់អញ្ចឹងទៅបានជាមកដល់ពេលនេះមាននរណាហ៊ានកែអត់រួចពីព្រោះថាប្រធានាធិបតីដែលទៀមទាកែពីរឿងថាវិការច្រើនពេកនឹងច្រើនតែខាងគណៈបកសាធារណរដ្ឋហើយតែការណាស្នើសុំកែគណៈបកប្រជាធិបតេយ្យនឹងគេផ្លែតមកគេថាអូគាត់នឹងប៉ះពាល់ចេះបងប្អូនហ៊ានកាត់អានឹងវាទៅចាក់អាសន្នចុះដើម្បីអីដើម្បីបង្ហាញប្រាប់ដើម្បីបញ្យុះបង្ហាញហើយធ្វើជាខ្យល់ព្យុះនៃមតិនយោបាយ
ទៅក្នុងឆាកនយោបាយហ្នឹងដើម្បីឲ្យសភាហ្នឹងដើម្បីឲ្យរាជហ្នឹងឯងគ្រប់គ្រងបន្ទាត់នយោបាយរបស់គេទៅមុខទៀតចឹងទៅឡាក់អង្គគាត់និយាយចឹងហ្នឹងណាអូខេដោយហេតុនេះគេលុបអាស៊ីសេរីលុបទៅនឹងវាប៉ះពាល់ដល់ដែលអមនិយាយថាប្រទេសក្រជាច្រើននេះគេត្រូវការហ្នឹងក៏ប៉ុន្តែពួកទាំងអស់ហ្នឹងជាច្រើនសុទ្ធតែជាពពួកដែលជេរហើយឌីលធ្វើនយោបាយចេញសេចក្តីថ្លែងការណ៍អត្ថាធិប្បាយហ្នឹងគឺតែងតែវាយប្រហារទៅលើប្រធានាធិបតីដែលមាននិន្នាការទៅខាងស្ដាំគឺតែងតែអញ្ចឹងជានិច្ចដល់អញ្ចឹងទៅគួបផ្សំនឹងអាការពុករលួយនៅ USAID នឹងផងនឹងគេលុបចោលទៅវាប៉ះពាល់ដល់អង្គការសុខភាពពិភពលោកដល់នៅចំលុបអង្គការសុខភាពពិភពលោកណាអង្គការសុខភាពពិភពលោកនឹងដល់នៅចំកាត់អានោះដោយផ្ទាល់ប៉ុន្តែកាត់ USAID នឹងប៉ះពាល់ដល់អង្គការសុខភាពពិភពលោកជាច្រើនពីព្រោះ USAID នឹងបង្កើតអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀតដែលជារនុកសម្រាប់ស៊ីលុយផ្សេងហ្នឹងឯងដែលធ្វើកដាស៊ីលុយបងប្អូននិយាយពិតត្រង់ទៅធ្វើកដាស៊ីលុយជាច្រើនហ្នឹងរួចដោយសារអស់ហ្នឹងពុករលួយដោយនយោបាយណែឆ្វេងពុករលួយហ្នឹងគេគិតតែធ្វើអញ្ចឹងដើម្បីយកលុយហ្នឹងឯងលួចអាលុយហ្នឹងឯងយកមកធ្វើនយោបាយបំប៉ោងនយោបាយឆ្វេងពិភពលោកក្តៅឡើងហើយនយោបាយឆ្វេងអញ្ចឹងទៅដែលវាពង្រៀងអាការពិតនោះអស់លីទៅដល់អញ្ចឹងទៅវាគ្រោះថ្នាក់ទៅវាខាត់បងទៅដល់សេចក្តីត្រូវការមែនតែនដែលនយោបាយអស់នឹងកើតឡើងពីដំបូងឡើងនឹងគឺដើម្បីល្អសោះណាអមលើកឧទាហរណ៍មួយអានេះណែចង់ជម្រាបបងប្អូនថាអមមិនមែនប្រភីប្រភ្លើចេះថាលុបចោលទៅវាល្អនោះទេអមជម្រាបអំពីថាហេតុអីត្រូវលុបចោលហើយគួរឲ្យស្ដាយអមក៏ស្ដាយផងដែរណែលុបចោលទៅហើយណែអង្គការសុខភាពពិភពលោកណាបងប្អូនចំពោះអមដឹងថាបានជួយសុខខ្មែរច្រើនណាស់ក៏ប៉ុន្តែអមគ្រាន់តែឃើញតាអាពេត្រូណែប្រធានអង្គការសុខភាពពិភពលោកអាពេត្រូនឹងណែវាលុតជង្គង់នៅមុខណែពេលវាជួបស៊ីយិនភីងនៅចំនួនណែកូវីដហ្នឹងអមធំក្លិនតែហ្មងអមជាយោច្រាំកាលហ្នឹងចាប់ផ្ដើមលុបដែរហើយដូចជាលុបបាត់ហើយប៉ុន្តែលុបមិនទាន់បានស្រួលបួលមិនទេអ្នកបាយដិនចូលមកវិញគេដាក់ចូលវិញហើយច្រាំលុបជំនួយទៅអង្គការអារ៉ាប់ប៉ាឡេស្ទីនទាំងឡាយនោះដែលសិតតែ7,000លានមួយឆ្នាំចិញ្ចឹមពពួកអស់ហ្នឹងគឺសិតតែចិញ្ចឹមភេរវករអជេឲ្យដុតតូនជេអាមេរិកហ្នឹងគឺសិតតែ USAID សិតតែនៅក្នុងនឹងទាំងអស់សិតតែនៅក្នុងជំនួយមនុស្សស្រីនឹងទាំងអស់បងប្អូនគិតមើលវាសំតែគេលុបចោលកញ្ចប់សេដ្ឋកិច្ចកញ្ចប់ថវិកាច្រំនៅឆ្នាំ2026ហ្នឹងលុបចោលថវិកាជួយលុយលុបកោថាការលុយលុយចាយផ្ដេសផ្ដាស់ទៅធ្វើនយោបាយមិនមែនត្រឹមតែបើកឲ្យជនភៀសខ្លួនចូលទេបងប្អូនមិនមែនត្រឹមតែបើកឲ្យជនភៀសខ្លួនចូលទេណាគឺប្រើថវិកាដែលខុសច្បាប់ខុសតួនាទីកំណត់ដែលឲ្យប្រើថវិកានឹងវាទៅចេះយកកញ្ចប់ថវិកាផ្សេងនេះយកទៅប្រើទៅលើជនភៀសខ្លួនដែលគណៈបព្វជិតបតៃរួមជាមួយនឹងនយោបាយឆ្វេងនិយមដែលនយោបាយ ESG នយោបាយ World Economic Forum
វេទិកាសេដ្ឋកិច្ចពិភពលោកនោះដែលគេធ្វើនយោបាយដើម្បីជាមួយនឹងអង្គការសហប្រជាជាតិដើម្បីឈ្មោះទៅនយោបាយសកលតែមួយតែម្ដងbyត្រួតត្រាពិភពលោកតែមួយតែម្ដងណាគេឈ្មោះទៅធ្វើនយោបាយហ្នឹងដោយហេតុនេះហើយពួកគណៈបព្វជិតបតៃដែលបំរើអានឹងក៏បានធ្វើនយោបាយនឹងដើម្បីធ្វើនយោបាយបង្វែរលុយផ្សេងដែលខុសច្បាប់មិនត្រូវជាច្រើននឹងឯងបង្វែរទៅបើកទល់ដែនឲ្យពួកនឹងចូលវាស្របនឹងនយោបាយពិភពលោកបើកទល់ដែនឲ្យពួកនឹងចូលវាស្របនឹងនយោបាយរបស់គណៈបព្វជិតបតៃដើម្បីយកពួកនឹងចូលទៅជាសន្លឹកឆ្នោតដើម្បីបោះឆ្នោតឲ្យគណៈបព្វជិតបតៃឲ្យវាបានរឹងអំណាចមាំឡើងនៅក្នុងក្នុងសភានៅក្នុងបោះបាយប្រធានាធិបតីនោះអូខេគេធ្វើនយោបាយអញ្ចឹងដល់អញ្ចឹងបានវាយកលុយយករចាយផ្ដេសផ្ដាសមិនត្រឹមតែបើកឲ្យជនភៀសខ្លួនចូលទេគឺយកលុយទៅចាយឲ្យពួកនឹងទៅទៀតហើយពួកមួយចំនួននឹងឯងវាឆ្ងល់កាលពីមួយឆ្នាំពីរនោះឆ្ងល់ថាគេបង្ហាញព័ត៌មានគេបង្ហាញយើងពួកនឹងឯងចូលមកហើយនឹងពួកនឹងវាមានលុយតែមកវាមានលុយអាកាសហ្នឹងគេបោះឲ្យចាយអញ្ចឹងតែមកអាលុយអាកាសហ្នឹងគេបោះឲ្យចាយហ្នឹងបងប្អូនសូមជឿថាអ្នកធ្វើការនៅក្នុងរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកហ្នឹងមានយើងថា2លានជាងដែលឆ្លំកាត់បន្ថយឥឡូវនេះElon Musk ទៅរកឃើញថាមាន credit card ហ្នឹងខ្មែរយើងថាធនាគារ plastic ណាធនាគារ plastic ហ្នឹងគឺថា credit card ហ្នឹងអាកាសហ្នឹងឯងសម្រាប់តម្រូវការផ្សេងដែលរដ្ឋាភិបាលត្រូវចាយលុយនឹងឯងឬក៏មានសិទ្ធិចាយណាមានសិទ្ធិចាយនឹងឯងកាន់អានឹងឯងចាយទៅរួចអាអ្នកសញ្ញាចាយចេះតែអាអ្នកសញ្ញាចាយទៅអ្នកធនាគារវិញចេះតែសញ្ញាទៅអាអ្នកលក់ឲ្យនឹងក៏ស្រួលអាធនាគារនឹងក៏បានចំណេញលុយទៅរដ្ឋាភិបាលសហព័ន្ធមាន2លានអ្នកទេក៏ប៉ុន្តែស្រាប់តែឃើញអាកាសនឹងដែលរដ្ឋាភិបាលសហព័ន្ធចេញអាកាសនឹងមានដល់ទៅជាង4លានបងប្អូនជាទីគោរពគិតមើលជឿកើតទេជឿវាអត់កើតថ្មីនេះអ៊ំបានប្រាប់អ៊ំបានជម្រាបថាអាចោ Biden មុននឹងចេញទៅមុននឹងចប់អាណត្តិរបស់វាក្នុងរយៈពេលអាខែចុងក្រោយនេះបងប្អូនរដ្ឋាភិបាលអាមេរិកដែលអ៊ំធ្លាប់ឃើញកន្លងមកនឹងណាឲ្យតែបោះឆ្នោតហើយប្រធានាធិបតីដែលចាញ់ឆ្នោតនោះដែលនៅចេតតែវិមានហើយដែលចាញ់ឆ្នោតដែលត្រូវចោះចាញ់ហ្នឹងណាគឺថាសកម្មភាពចាយលុយថ្មីសកម្មភាពនយោបាយថ្មីផ្សេងអត់ធ្វើទាំងអស់អត់ធ្វើទេគឺធ្វើតែសកម្មភាពគេហៅថារដ្ឋបាលដែលមានមកហើយដំណើរទៅអញ្ចឹងអត់មានចេញអាថ្មីទៀតទេក៏ប៉ុន្តែក្នុងរយៈពេល1ខែចុងក្រោយរបស់ Donald របស់អ្នកអាចោ Biden នឹងឯងសញ្ញេលើកលែងទោសឲ្យសុទ្ធតែជាពួកអ្នកនយោបាយដែលធ្វើនៅអំពើអក្រិតកម្មធ្វើទុកបុកម្នេញទៅលើ Donald Trump ហើយចាយលុយបង្វែរចាយលុយតែប្រទេសតែប្រាស់ដូចជាអ៊ំបានបង្ហាញថាណែ2000លានបងប្អូន2000លាននឹងឲ្យទៅណែអង្គការរបស់លោកស្រីស្អីណែអេប្រាំទៅណែខាងរដ្ឋ Georgia នោះដែលអ៊ំថាគឺជាអ្នកនយោបាយជនជាតិស្បែកខ្មៅហើយគាត់ជាអតីតលេខារដ្ឋលេខាធិការរបស់រដ្ឋ Georgia ហើយគាត់ប្រកួតតំណែងចវាយរដ្ឋនឹងវាធ្លាក់ទៅគាត់គិតតែពីស្រែកដល់អញ្ចឹងគាត់ខ្លាយទៅជាអ្នកខ្លាយទៅជាឆ្កែកាចមួយហើយជាអ្នកដែលលើកទង់ជ័យគណៈបព្វជិតបតៃសម្បើមកខ្លាយទៅជាអ្នកដែលដូចថាជាអ្នកដែលសកម្មហើយមានគាត់និយាយគាត់មានធ្វើមាត់ឲ្យផងអញ្ចឹងណាអូខេ
ស្រាប់តែគេឲ្យទៅ NGO គឺអង្គការក្រៅរដ្ឋាភិបាលដែលគាត់បង្កើតមកដែលអត់មានលុយសោះនៅក្នុងលឿននឹងឯងតែ2 3ឆ្នាំអត់មានលុយសោះអង្គការហ្នឹងស្រាប់តែរដ្ឋាភិបាលរបស់ Joe Biden នឹងឯងហ្នឹងឲ្យថវិកាទៅអង្គការ NGO នឹងដែលសិតតែពាក់ព័ន្ធទៅនឹងរឿងពិភពលោកក្តៅឡើងធាតុអាកាសប្រែប្រួលនឹង$2,000 លានបាទបង$2,000 លានអូយអ៊ីឡនបើហ្នឹងឃើញនឹងតន់បង្ហាញទៅគេបញ្ឈប់អាហ្នឹងហើយគេបញ្ចប់អាហ្នឹងឧទាហរណ៍ហ្នឹងគេថាលុយហ្នឹងសម្រាប់យកទៅចោលទេលុយហ្នឹងឲ្យធ្វើនឹងច្បាស់ណាស់គឺធ្វើសម្រាប់ដើម្បីចូលហៅប៉ៅរបស់គណៈបព្វជិតបតៃធ្វើនយោបាយពិភពលោកណែធ្វើនយោបាយរបស់រដ្ឋាភិបាលពិភពលោកដែលយើងតែងតែឮហ្នឹងណាឥឡូវគេទឹកនឹងរកឃើញទៀតនៅក្នុងក្រសួងសុខាភិបាលបងប្អូនជាទីគោរពក្រសួងសុខាភិបាលនឹងត្រូវបានគ្រប់គ្រងទៅដោយ Robert Kennedy JF Kennedy Robert Kennedy នឹងដែលអមបាននិយាយថាល្បីល្បាញណាលោកនឹងគឺជាតួតារាក្រុមគ្រួសារនឹងគឺសិតតែជាតារាដ៏ធំរបស់គណៈបកប្រជាធិបតេយ្យ Robert Kennedy នឹងគាត់ឈរឈ្មោះហើយត្រូវបានគណៈបកប្រជាធិបតេយ្យនឹងគៀសគាត់ចេញតាមពិតគាត់មានឈ្មោះបោះសម្លេងហើយជាមនុស្សដែលជាមនុស្សដែលត្រឹមត្រូវតែនយោបាយរបស់គាត់នៅតែឆ្វេងគាត់ថាគាត់បង្ហាញអំពីការបោកប្រាស់នៅក្នុងអង្គការសុខភាពរបស់រដ្ឋាភិបាលសហព័ន្ធហើយនឹងគាត់ជាអ្នកប្រឆាំងគាត់ជាអ្នកជំទាស់ទៅនឹងនយោបាយរបស់ COVID របស់ Biden ហើយផ្សេងទៀតនឹងវាคล้ายទៅជាអ្នកដែលរើកកាយនៅអំពើពុករលួយខុសច្បាប់របស់គណៈបកប្រជាធិបតេយ្យនឹងឯងដល់អញ្ចឹងគេគាត់ចេញគេអត់ឲ្យគាត់ធ្វើដំណើរទៅមុខទៀតរួចណាទីបំផុតទៅនឹងអមចេះរំសង្ឃឹមថាចំទៅធ្វើគាត់ដល់ចំពួកគាត់បានមកចំសុខចិត្តឲ្យគាត់ឡើងកាន់តំណែងនឹងមកអាតំណែងនឹងជំនាញរបស់គាត់ហើយគាត់នឹងគឺជាអ្នកដែលជឿទៅលើពិភពលោកនយោបាយណាពិភពលោកក្តៅឡើងចឹងដែរតែប៉ុណ្ណឹងណាក៏ដែរនយោបាយមិនតន់នយោបាយជាច្រើនអត់ដូចគ្នាទេក៏ប៉ុន្តែវាត្រូវគ្នាហើយទុកចិត្តគាត់ព្រោះគាត់និយាយអំពីរឿងបញ្ហាសុខភាពអំពីរឿងពុករលួយរបស់ក្រុមហ៊ុនផលិតឱសថរបស់ស្រុកអាមេរិកដែលខុបខិតជាមួយរដ្ឋាភិបាលសហព័ន្ធចាយលុយដូចជារឿង COVID រឿងហើយនឹងរឿងបាក់សាំងផ្សេងទៀតមកដល់អញ្ចឹងគេប្រគល់ឲ្យគាត់ធ្វើការហ្នឹងគាត់ចូលទៅកាន់បានប្រហែលគាត់ចូលទៅកាន់ដូចជាបានប្រហែលតែ2ខែឥឡូវនេះគាត់ជាមនុស្សល្អហើយបានគាត់បង្ហាញអំពីលុយ Joe Biden លុយ Joe Biden នៅថ្ងៃទី10សូម្បីតែថ្ងៃទី17 3ថ្ងៃមុនគេបដូរតំណែងហើយនឹងណារដ្ឋាភិបាលរបស់ Joe Biden នៅតែចាយលុយនៅតែចាយលុយសញ្ញេប្រគល់លុយនឹងឲ្យទៅអង្គការសុខភាពអង្គការ research អង្គការពិសោធន៍របស់គេហៅឈ្មោះថា Alliance for Advancing Biomedical Research អង្គការហ្នឹងគេសម្រាប់មន្ទីរពិសោធន៍គេពិសោធន៍ឲ្យគេចេញអីចឹងណាអូខេអើយប្រហែលបងប្អូនដឹងហើយ89,000 លាន89,000 លានហូចអង្គការហ្នឹងបងប្អូនជាទីគោរពទៀតដែរអង្គការហ្នឹងគេកើតឡើងនៅឆ្នាំ2022បងប្អូនឃើញទេសុទ្ធតែគម្រោងនយោបាយដែលគេបង្កើតឡើងនៅឆ្នាំ
ដែលគណៈបព្វជិតបច្ច័យធ្វើជាប្រធាននៃធិបតីនេះគេបង្កើតនៅអង្គការក្រៅរដ្ឋាភិបាលហើយបងប្អូនដឹងត្រាប់ហើយខ្មែរយើងធ្លាប់ទៅជាដែរគ្រាន់តែអោយតែអង្គការក្រៅរដ្ឋាភិបាលនោះដែលគេហៅថា NGO នោះគឺថាសិតតែជាអង្គការមនុស្សធម៌ល្អណាស់ធ្វើការល្អត្រឹមត្រូវល្អណាស់សម្រាប់ជួយមនុស្សក្រជួយមនុស្សអីចឹងយើងឮសូរតែអញ្ចឹងយើងយល់ថាអញ្ចឹងយើងជឿថាអញ្ចឹងប៉ុន្តែដោយសារអញ្ចឹងនោះចាប់ផ្ដើមពីអញ្ចឹងមែនក៏ប៉ុន្តែក៏ជាកន្លែងដែលគេបង្កើតអង្គការក្រៅរដ្ឋាភិបាលនឹងដើម្បីធ្វើនយោបាយដួសយកលុយថវិកាផ្សេងៗដែលរដ្ឋាភិបាលអាមេរិកដែលស្រួលឲ្យតែគេសុំឲ្យហ្នឹងយកទៅចាយព្រាបដែរអង្គការនេះកើតឡើងនៅឆ្នាំ2022អត់ដែលទាន់មានសកម្មភាពអីទេក៏ប៉ុន្តែទទួលបាន89,000 លានបងប្អូនជាទីគោរពស្រុកខ្មែរយើងដែលដោះស្រាយបញ្ហាដែលរៀបចំស្រុកយើងឡើងវិញដោះស្រាយបញ្ហានយោបាយហើយបានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសនឹងឯងកើតឡើងហើយនឹងណាដឹងបានល្មិចទេយើងនឹងទទួលបានថវិកា2,000 លាននេះតែវាអត់គ្រប់ទេទីបំផុតដល់ចាយដូចជា 3,000 លានហូចមកចាស់ថ្លៃហើយ 3,000 លាននៅស្រុកខ្មែរយើងចាយក៏ក្រើកពេញទាំងនគរហូចតម្រាំដល់ណែអានេះ 89,000 លានប្រគល់ឲ្យអង្គការមន្ទីរពិសោធន៍ពាក់ព័ន្ធទៅនឹងរឿងវិទ្យាសាស្ត្រនឹងឯងដែលកើតឡើង2ឆ្នាំអត់ទាន់មានកម្មភាពអីទេក៏ប៉ុន្តែឲ្យដល់ទៅ 89,000 លានរដ្ឋក្រសួងសុខាភិបាលអាមេរិកដែលអមនិយាយពីRobert Kennedy នឹងបានចុចអានឹងហើយជូនដំណឹងទៅប្រធានាធិបតីចំថាថវិកាក្នុងចំណាយនេះត្រូវគិតឡើងវិញបើអញ្ចឹងដល់គិតឡើងវិញបានតែគេផ្អាកតនសាធុគេផ្អាកតនទៀតទេបងប្អូនមើលគាត់តែអាតិចតួចដែលយើងដឹងហ្នឹងណាបងប្អូនវារាប់រយវាច្រើនមិនរាប់រយអានឹងគេហៅថាច្រើនពាន់លានណាស់ទៅហើយនៅតែរកឃើញទៀតហើយសកម្មភាពរបស់โจ Biden នៅក្នុងករណីនេះបងប្អូនគិតមើលក្នុងករណីដែលគាត់សញ្ញេឲ្យ89,000 លានទៅអង្គការដែលកើត2ឆ្នាំមិនទាន់មានកម្មភាពអីផងហ្នឹងរឿងអីអង្គការជាច្រើនណាបងប្អូនយើងគ្រាន់និយាយទៅយើងដឹងបើសិនជាយើងជាមនុស្សធម្មតាហ្នឹងយើងយល់បានហើយថាមុននឹងឲ្យលុយគេរាប់រយលានឲ្យលុយអង្គការណាមួយរាប់រយលាននោះអង្គការហ្នឹងវាត្រូវជាមានឈ្មោះបោះសម្លេងវាធ្លាប់ធ្វើការចេះធ្លាប់ធ្វើការចោះហើយគេមានសមត្ថភាពគេមានបទពិសោធន៍ណាចឹងហើយណាអូចានេះថ្មីតែមិនតាន់មានស្អីផងមិនតាន់មានស្អីប្រហែលជាអត់តាន់មានអូហ្វីមិនតាន់មានប្រហែលជាមានកៅអីមួយណាចឹងរៀបចំខ្លួនដើម្បីចាត់ចែងចាយអាលុយនេះសម្ងាត់រួចបើកាលណាក្រសួងនឹងឯងអត់ចេះមើលអត់ពិនិត្យមើលទេណាលុយនឹងបាត់ទៅវារត់វាហូរចូលទៅក្នុងអប៉ៅរបស់គណៈបកប្រជាធិបតេយ្យដែលធ្វើនយោបាយឆ្វេងដើម្បីសម្លាប់អាមេរិកនឹងទៅបងប្អូនជាទីគោរពបិសាចកុម្មុយនីសដែលអាកុម្មុយនីសអតីតចក្រភពបិសាចអតីតសហភាពសូវៀតនឹងប្រធានាធិបតីឈ្មោះនីតិកា Khrushchev បាទ Khrushchev អមចាំសម្ដេចអូសម្ដេចអូសំណេររបស់សម្ដេចអូណាបងប្អូនសំណេររបស់សម្ដេចអូថាសម្ដេចអូលោកចិត្តដិតណាស់ជាមួយពួកជួយឡាយជាមួយពួកអ្នកដឹកនាំសូវៀតណាហើយជាពិសេសKhrushchevនឹងឯងសម្ដេចបានសរសេរនៅក្នុង memoir របស់សម្ដេចនឹងឯងសម្ដេច
លោកយកអ៊ំស្រឡាញ់លោកអារឿងហ្នឹងណានិយាយសេពីរឿងស្រីហ្នឹងណាលោកថាអាក្រសោះនឹងឯងចូលចិត្តអ្នកមនាងមនិចណាឲ្យទៅពេលប្រជុំដងគឺថាគេដាក់អីណែដាក់អីនាងមនិចនឹងមិនសំទោសសំបីទោសណែអ៊ំផ្លត់មករ៉ាមិនចឹងឯងគឺសម្ដេចម៉ែសម្ដេចម៉ែហ្នឹងដែលជាអគ្គមេសីរបស់សម្ដេចអូនណាអ៊ំឃើញរូបថតនឹងទៀតបងគេដាក់ឲ្យអង្គុយនៅទល់មុខចឹងហូចបងប្អូនជាទីគោរពនិយាយរឿងនឹងតិចទៅចោះយើងគ្រាន់តែអង្គុយហូបចុកធម្មតាណាយើងគ្រាន់អង្គុយតាមពិតវាចឹងមែនណាបងប្អូនណាអ៊ំហ្នឹងយើងអង្គុយហូបចុកធម្មតានៅផ្ទះមិត្តភ័ក្តិនឹងជួនកាលវាធម្មតាទេជួនកាលប្រពន្ធមិត្តភ័ក្តិអានេះអ៊ំនិយាយជាការពិតណាប្រពន្ធមិត្តភ័ក្តិយើងខ្លះហ្នឹងគាត់ដូចថាគាត់វាស៊ីពេកយើងដូចថាគាត់នឹងស្ដាយដល់បានទៅវាណាអញ្ចឹងណាយើងគិតក្នុងចិត្តណាអានឹងស្ដីចំណែនរបស់សត្វមនុស្សនោះឯងចឹងហើយពេលស៊ីផឹកចោះស៊ីផឹកឡើងនោះវាតែងតែមានឌៀមដាមលែបខាយណាអញ្ចឹងណាអានេះជាដំណើររបស់សត្វមនុស្សអូយយើងស្មានថាអ្នកនយោបាយធំប្រធានាធិបតីនាយករដ្ឋមន្ត្រីអីដែលគេទៅធ្វើការគេជួបជុំគ្នាអីយើងស្មានថាគេគិតទៅពីធ្វើការទេគេអត់មានងាកឆ្វេងងាកស្ដាំរឿងមើលកផ្លូវអានេះមើលដោះអានោះទេម្ចាស់ឆ្លៃហើយមិនចឹងទេបងប្អូនអ៊ំអានច្រើនហើយតែអ៊ំអានច្រើនហើយអ៊ំដឹងពីរដ្ឋាភិបាលមួយចំនួនគឺដូចតែយើងអញ្ចឹងនិយាយអញ្ចឹងខុសទៀតនិយាយថាដូចតែយើងអញ្ចឹងអ៊ំឯងចង់ថាគាត់ហ្នឹងណែទេវតាមែនទេគឺតាមពិតគឺដូចតែគ្នាបងប្អូនគេដូចតែគ្នាហើយអ្នកខ្លះអ្នកនយោបាយធំខ្លះណាមាត់គាត់ហ៊ានទៀតមាត់គាត់ហ៊ានហើយដោយសារតែមាត់គាត់ហ៊ានហើយដោយសារអំណាចរបស់គាត់ណាគាត់អាចចែកចង់ស្រីបានស្រួលណាបងប្អូនអ៊ំមិននិយាយថាស្រីសិតតែស្រួលទេណាអ៊ំនិយាយអំពីរបៀបដំណើរដើរទៅរបស់អ្នកហៃសូនៅខាងលើហ្នឹងរបៀបណាបាទដំណើរដើរទៅរបស់អ្នកហៃសូនៅខាងលើហ្នឹងរបៀបណាអ៊ំសូមបញ្ជាក់មិញនឹងតិចទៀតថាអ៊ំនិយាយអំពីគណៈបកប្រជាធិបតេយ្យនេះមិនមែនសុទ្ធតែគណៈបកប្រជាធិបតេយ្យទេគណៈបកសាធារណរដ្ឋប៉ុន្តែគណៈបកសាធារណរដ្ឋអត់មានចូលរួមគណៈបកអត់មានចូលរួមក្នុងការជួយឲ្យបើកទ្វារទល់ដែននឹងឲ្យជនចំណាក់ស្រុករត់ចូលស្រុកអាមេរិកតាមចិត្តរាប់10-20លានចឹងទេអត់មានទេគាត់ថាកន្លែងខ្លះដែលពុករលួយនឹងគណៈពពួកអ្នកនយោបាយគណៈបក្សសាធារណរដ្ឋនឹងចូលរួមស៊ីចឹងដែរក៏ប៉ុន្តែគម្រោងទាំងឡាយដែលយើងឃើញមកទល់ពេលនេះនឹងគឺសុទ្ធតែរបស់គណៈបកប្រជាធិបតេយ្យដែលរួមជាមួយនឹងពិភពលោកក្តៅឡើងដើរនយោបាយនឹងពិភពលោកក្តៅឡើងកាន់តែស្អុយទៅហើយនៅក្នុងចំពោះមុខអ្នកដែលត្រឹមត្រូវនោះឃើញថាមិនឃើញទេគេប្រើអានឹងដើម្បីបង្វែរលុយចាយផ្សេងអ៊ំចង់ជម្រាបជូនទៅដល់បងប្អូនខ្មែរដែលគាំទ្រគណៈបកប្រជាធិបតេយ្យដោយមិនរារេទាំងឡាយមកទល់ឥឡូវនេះណាពិនិត្យមើលព័ត៌មានដែលចោបៃដិននឹងសញ្ញេឲ្យលុយឲ្យប្រគល់លុយឲ្យ NGO នៅអាណត្តិចុងក្រោយជាពិសេសនៅ NGO ដែលមានសំណួរជាច្រើនគួរសង្ស័យជាច្រើននឹងរាប់ពាន់លាននឹងអានឹងតើ
យើងអាចសន្និដ្ឋានថាវាពុករលួយច្បាស់ឬទេបើកាលណាពុករលួយហើយគឺធ្វើនយោបាយពុករលួយដោយចេតនាតែម្ដងមិនមែនគ្រាន់ថាគេឲ្យនាឡិកាមួយឬក៏គេឲ្យកុំព្យូទ័រមួយនោះទេនេះជារឿងធ្ងន់ធ្ងរណាស់ដែលចាយលុយតែប្រេតប្រដាស់ហើយចង់មិនចង់និយាយមិនអរគុណច្រំណាស់ម៉េចដែលគាត់ធ្វើនយោបាយដើម្បីកាប់បំផ្លាញកាត់ផ្ដាច់ទយោបង្ហូរលុយរបស់គណៈបកប្រជាធិបតេយ្យដែលយកទៅចែកចាយជាមួយនឹងគណៈបកជាមួយនឹងបេក្ខជនខ្លះនៅក្នុងគណៈបកសាធារណរដ្ឋណាគឺចាយយ៉ាងនឹងវាបំផ្លាញនគរទាំងមូលហើយវាគ្រោះថ្នាក់ដល់នគរប្រឈមមុខនឹងគ្រោះថ្នាក់ដល់នគរអាមេរិកដល់អទៅថ្ងៃមុខនឹងឯងរឹតតែសាហាវខ្លាំងណាស់ទៅទៀតនេះជានីតិកបិតមេទេខ្មាំងសូមឲ្យសុខហើយសប្បាយផង